បាច់ចំនួនថ្មីយើងឈ្នះនឹងចាញ់នៅលើការប្រកួត5ឆ្នាំម្ដងហើយយើងកុំឲ្យសត្រូវនៃបកនយោបាយណាមួយកាលណាយើងកើតជាសត្រូវនៃបកនយោបាយហើយយើងអត់ដើរនយោបាយក្នុងការប្រកួតចេញគោលនយោបាយទេអានឹងខ្មែរខាតដែរខ្មែរខាតអញ្ចឹងអាការឈ្នះចាញ់គឺនៅលើពលរដ្ឋចាស់ឆ្នោតប៉ុន្តែខ្ញុំឃើញពលរដ្ឋចាស់ឆ្នោតនោះគាត់មានភាពយល់ដឹងពីនយោបាយច្រើនដែលថាក្មេងបោះឆ្នោតច្រើនជាងចាស់ពីឆ្នាំ91ពីឆ្នាំ93 98 2003មានចាស់បោះច្រើនឥឡូវនេះគឺយុវជនខ្ញុំមើលតាមប្រព័ន្ធ TikTok ឥឡូវ TikTok កំពុងនិយមដោយ TikTok ខ្ញុំជាង2លាននាក់ចឹងអ្នកមើលក្នុង100នាក់គាត់ហៅខ្ញុំអ៊ំឬពូ85នាក់បាត់ហើយអ្នកដែលហៅខ្ញុំអ៊ំហើយពូនៅ TikTok នោះយើងគិតថាគាត់ក៏មានការស្រឡាញ់គណៈបក្សផ្សេងដែរមិនតែចំនួនថ្មីចឹងយើងពុះ50មានន័យចំនួនថ្មីដើរចាញ់មិនមែនពី0ទេបក្សថ្មីនេះគឺចាញ់ពី50%ហើយយើងមានរបៀប survey ស្ទង់មតិអីយើងដឹងថាយើងមិននិយាយថាឈ្នះថាចាញ់ទេប៉ុន្តែយើងមានទឹកមាត់លេខនៅឆ្នាំ2027 2023នៃការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ហើយនឹងបោះឆ្នោតជាតិអាណត្តិទី8 2028ហើយយើងមានផែនការសម្រាប់ពលករនៅថៃ3លាននាក់យើងមានរបៀបយ៉ាងម៉េចពួកគាត់មានសិទ្ធិបោះឆ្នោតដែរគាត់ទៅបោះពីព្រឹកវិលមកល្ងាចហើយពួកកូរ៉េពលករកូរ៉េជិត 10,000 នាក់នៅជប៉ុនហើយខ្ញុំនឹងខែក្រោយខ្ញុំនឹងទៅកូរ៉េទៅជប៉ុនដើម្បីឲ្យអ្នកជំនាន់ថ្មី new generation គាត់មានគំនិតគាត់នៅស្រុកគេប្រទេសសេរីប្រទេសឲ្យគុណតម្លៃនៃជីវិតមនុស្សស្នាមញញឹមនៃក្តីសង្ឃឹមឲ្យគ្នាអត់លឺអើអត់អីហ្នឹងហើយគឺឲ្យគាត់យល់ពីប្រទេសគេអញ្ចឹងគាត់គិតថាចង់ការធ្វើការផ្លាស់ប្ដូរឈ្នះឬចាញ់ដោយយុត្តិធម៌សេរីត្រឹមត្រូវអាចទៅធ្វើយោបានតាមជាការបោះឆ្នោតប៉ុន្តែយើងធ្វើនយោបាយយើងកុំតក់កុហលកុំជួជ្រែងកុំប្រលឿនឈ្នះនិងចាញ់ទុកពេលវេលាមើលកលៈទេសៈដោយប្រសង់ព្រះអង្គមានសង្ឃិកាអំណត់ជាអំណាចដោយយុទ្ធសាស្ត្រគោលដៅកម្ពុជាហើយកុំប្រើហិង្សាឲ្យសោះកុំតុយពីច្បាប់អន្តរជាតិតុយពីរដ្ឋធម្មនុញ្ញប៉ុន្តែបើយើងសាកព្រោះនៅធម្មទានពុទ្ធិចំណេះដឹងបញ្ញាញាណគ្មានហិង្សាណាទៅដណ្ដើមហិង្សាណាទេយើងមើលអ៊ុយក្រែននិងរុស្ស៊ី3ឆ្នាំឥឡូវចរចាថ្ងៃសុក្រនេះទៀតយើងមើលនៅមជ្ឈមបូព៌ាអ៊ីស្រាអែលយើងមើលនៅប្រទេសភូមាសិតតែទីបំផុតនៅវប្បធម៌សន្តិនិកហិង្សាបោកហិង្សាគឺខ្ទេច